ការធ្វើបន់ជូនចាស់ចាស់នេះគឺពិតជាមានប្រយោជន៍ព្រោះមានប្រយោជន៍យ៉ាងម៉េចទី1គំរូល្អមនុស្សចាស់នេះបើយើងគិតទៅមាន3ញាតិញោមចាស់ហ្នឹងមាន3ប្រភេទចាស់ចាស់ដែលលោកគ្រូទីសីហារៀបចំធ្វើបន់ជូននេះនៅក្នុងប្រភេទណាមួយញាតិញោមស្ដាប់ទាំងអស់គ្នាចាស់ទី1គេហៅថាចាស់ព្រឹទ្ធាចារ្យចាស់ព្រឹទ្ធាចារ្យចាស់ព្រឹទ្ធាចារ្យនេះមានន័យថាម៉េចមានន័យថាចាស់ហើយមានចំណេះចាស់មានចំណេះហ្នឹងគឺថាចេះធัวចេះអាអញ្ចឹងទៅណាហ្នឹងហើយតិតិពិសោយ៉ាងណាស្វាខាតតោយ៉ាងណាសុបតិបណ្ណោនឹងយ៉ាងណាហ្នឹងហើយចេះដឹងរឿងបុណ្យប្រពៃណីចូលឆ្នាំជុំបិណ្ឌហ្នឹងហើយចេះដឹងវប្បធម៌ប្រពៃណីអីសពគ្រប់ហ្នឹងគេហៅថាចាស់ព្រឹទ្ធាចាស់ព្រឹទ្ធាចារ្យចាស់ទី2គេហៅថាចាស់ទុំញាតិញោមចាស់ទុំនឹងដូចទុំថ្នោតទុំដូងយ៉ាងញាតិញោមមិនជាអាក្រក់អីទេញាតិញោមចាស់ទុំនេះគឺថាទោះបីគាត់អត់ចេះដឹងដូចចាស់ព្រឹទ្ធាចារ្យតែគាត់អត់បានទៅបៀតបៀនពីណាទេញាតិញោមតែគាត់ថាគាត់មិនសូវខ្វល់ជាមួយសង្គមអត់សូវខ្វល់ជាមួយសាសនាអីចឹងទៅគេហៅថាចាស់ទុំចាស់ដូចចាស់ថ្នោតចាស់ដូងចឹងដល់ពេលចាស់ទី3គេហៅចាស់កំរិលញាតិញោមចាស់កំរិលអានឹងអង្គុយតរិះគុណគេហ្មងញាតិញោមហ្នឹងហើយអត់ចេះអត់ដឹងហើយគឺបំផ្លាញសង្គមហ្នឹងហើយចាស់កំរិលហ្នឹងវាមានប្រភេទទៀតមានប្រភេទចាស់ណង់ណាចេញទៅជាចាស់ណង់ចេញទៅជាចាស់ស្ទៀវចេញទៅជាចាស់ទំនើងគេណាវាចេញច្រើនណាអាចាស់កំរិលនេះវាហើយអត់បានគិតគូររឿងបុណ្យរឿងទានរឿងរិះគន់គេអ្នកធ្វើបុណ្យទៀតមែនទេទៅថាបុណ្យនឹងស៊ីកើតទៅស្ដាប់ធម៌ហ្នឹងបានប្រយោជន៍អីអញ្ចឹងដៀលថ្មេះសពគ្រប់នឹងអញ្ចឹងសរុបខ្លឹមសារមកញាតិញោមនៅក្នុងចាស់មួយណាញាតិញោមចង់បានចាស់មួយណាញាតិញោមចង់បានចាស់ព្រឹទ្ធាចារ្យឬក៏ចង់បានចាស់ទុំដូចទុំថ្នោតទុំដូងឬក៏ចង់បានចាស់កំរិលចឹងចាស់ទាំង3ហ្នឹងមានតែមួយទេដែលល្អគឺចាស់ព្រឹទ្ធាចារ្យចឹងគឺថាចង់ឲ្យញាតិញោមហ្នឹងคล้ายទៅជាចាស់ព្រឹទ្ធាចារ្យដើម្បីអីគឺដើម្បីប្រយោជន៍ដល់សាសនាផងបានជាទីពឹងពំនាក់អាស្រ័យអ្នកស្រុកអ្នកភូមិវត្តវាអីត្រូវការជួយសូត្រធម៌ឬក៏ត្រូវការដឹកនាំសំសិលអីគឺថាអាចជួយបានអត់ចាំបាច់ចេះដឹងអីច្រើនទេចិត្តត្រឹមតែសូត្រអ្នកមោ3ចប់អីទៅអតិពិសោស្វាខាតតោសុបតិបណ្ណោដឹកនាំសំសិលអីទៅចេះយ៉ាងកេញអីទៅពេលលោកសូត្រចប់អីទៅញាតិញោមជាទីពឹងហ្មងញាតិញោមអ្នកស្រុកអ្នកភូមិអីត្រូវការពឹងពោអីយើងចាស់យើងជួយហ្នឹងហើយក្មេងសួរប្រវត្តិជុំបិណ្ឌអីទៅក៏ចេះប្រាប់ទៅបុណ្យជុំបិណ្ឌវាមកពីចេះកូនក្មេងក៏ចង់ដឹងប្រវត្តិចូលឆ្នាំរឿងកបិលមហាព្រំធម្មបាលកុមារអីទៅក៏ចេះរៀបរាប់ប្រាប់ទៅកូនក្មេងក៏ចង់ដឹងបុណ្យកឋិននឹងមិនក៏គេធ្វើកឋិនក៏រៀបរាប់ប្រាប់ទៅស្អីទៅពុទ្ធស្អីទៅពធស្អីទៅប្រសង្ឃក៏ចេះដឹងអាហ្នឹង
គេហៅថាចាស់ចាស់ប្រភេទដែលចេះដឹងរឿងអស់ហ្នឹងគេចាត់ទុកថាជាចាស់ព្រឹទ្ធាចារ្យតែបើអត់ចេះអីទេចាស់ចាស់តម្រាំទៅដល់ថ្ងៃងាប់ទៅវិញអាហ្នឹងគេហៅចាស់ទុំបងចាស់ហ្នឹងចាស់ចាស់ទៅដល់ពេលទុំទៅវាធ្លាក់ពីទួងមកក៏ស្លាប់ទៅអាហ្នឹងក៏មិនជាបញ្ហាអីទេប៉ុន្តែគាត់ថាវាឲ្យជាប្រយោជន៍អីក្នុងសង្គមក្នុងសាសនាហ្នឹងអត់មានទេតែដល់ចាស់ចុងក្រោយនេះអត់កើតទេញាតិញោមហៅចាស់កំរិលហ្នឹងហើយចឹងទោះជាយ៉ាងម៉េចក៏ដោយញាតិញោមការធ្វើបុណ្យជូនចាស់ចាស់នេះគឺពិតជាមានប្រយោជន៍ព្រោះមានប្រយោជន៍យ៉ាងម៉េចទី1គំរូល្អ